ជំរាបសួរបងប្អូនទាំងអស់គ្នាជាទីគោរពស្រឡាញ់គេខ្ញុំបានឮគេនិយាយច្រើនគ្នាហើយថាអ្នកដែលមករស់នៅស្រុកអាមេរិកនេះគឺជាតំបន់ឋានសួគ៌គ្រប់គ្នាមកស្រុកអាមេរិកគឺកើតលុយទាំងអស់គ្នាសុទ្ធតែអ្នកមានប្រាក់ខែច្រើនហើយពេលបានត្រឡប់ទៅស្រុកខ្មែរម្ដងធ្វើចរិតរឹកពីដូចជាស្ដេចដូចជាសេដ្ឋីមានលុយចាយច្រើនមែនខ្ញុំទទួលស្គាល់អ្នកទាំងអស់គ្នាពេលដែលអ្នកនៅអាមេរិកនេះបានត្រឡប់ទៅស្រុកខ្មែរបានចាយបបោមែនតែកាន់តែថាពេលមកធ្វើការមួយឆ្នាំបានទៅធ្វើជាអ្នកមានឬសេដ្ឋីចាយនៅស្រុកខ្មែរមួយខែតែប៉ុណ្ណោះទេពេលត្រឡប់មកម្ដងអាមេរិកវិញនៅតែធ្វើការប៉ោងតសៃដៃឡើងវិញចឹងឯងបងប្អូនគ្រប់គ្នានៅនេះបើសិនជាប្តីធ្វើការតែម្នាក់គឺបានចិញ្ចឹមតែម្នាក់ទេมันអាចចិញ្ចឹមបានមួយគ្រួសារឡើយលុះត្រាប្តីធ្វើការផងប្រពន្ធធ្វើការផងរួមដៃគ្នាបានអាចទប់ទល់ស្ថានភាពរស់នៅស្រុកគេនឹងបានហើយខ្ញុំទទួលស្គាល់ថានៅនេះវាធ្វើការហត់គ្រប់គ្នាម្នាក់គឺប្រឹងធ្វើការហើយមិនមែនដូចគេនិយាយថានៅនេះដូចឋានសួគ៌ទេនៅនេះមិនមែនឋានសួគ៌ទេគឺឋានស៊ូបងប្អូនសរសៃដៃប៉ោងគ្រប់គ្នាអ្នកណាក៏ប្រឹងធ្វើការដែរតែគាត់ថាថ្ងៃបានសម្រាកអញ្ចឹងទៅយើងបានដើរលេងជុំគ្នាជាមួយប្តីប្រពន្ធអញ្ចឹងទៅដូចតួយ៉ាងថ្ងៃនេះអញ្ចឹងពួកខ្ញុំបានសម្រាកពេញមួយថ្ងៃក៏បាននាំប្រពន្ធមកលេងនៅកន្លែងនេះគេហៅថាឋានព្រះច័ន្ទនៅក្នុងហ្នឹងគេរៀបរាប់ប្រាប់បងប្អូនថាតើនៅក្នុងភពផែនដីយើងនឹងដែលពេលដែលយើងចាក់ចេញពីផែនដីទៅវាមានអីខ្លះព័ត៌មាននៅក្នុងហ្នឹងទាំងអស់